Hello everyone សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកការសន្ទនានៅក្នុងភោជនីយដ្ឋានបាទនៅពេលដែលយើងទៅញ៉ាំអាហារបាទអញ្ចឹងបងប្អូនមើលការសន្ទនាបាទនៅកន្លែងនេះខ្ញុំដាក់ថានៅភោជនីយដ្ឋានបាទភាសាអង់គ្លេស at the restaurant បាទអញ្ចឹងបងប្អូនមើលការសន្ទនានេះបាទទី1គឺការសន្ទនានៅពេលដែលយើងទៅភោជនីយដ្ឋានដំបូងទៅដល់គឺមានការស្វាគមន៍នៅក្នុងភោជនីយដ្ឋានអញ្ចឹងច្បាស់ជាអ្នកservis អ្នករត់តុហ្នឹងគាត់នឹងនិយាយមកកាន់យើងថា Hello បាទជំរាបសួរហើយយើងអ្នកទៅញ៉ាំអីហ្នឹងក៏យើងនិយាយ Hello ទៅវិញដែរបាទជំរាបសួរទៅវិញទៅមកជាការស្វាគមន៍ជាការគួរសមបន្ទាប់មកគាត់នឹងនិយាយថា Welcome បាទសូមស្វាគមន៍អញ្ចឹងគាត់អាចនឹងនិយាយឈ្មោះភោជនីយដ្ឋានរបស់គាត់ហើយមានពាក្យ Welcome ទៀតក៏បានដែរអញ្ចឹងណាហើយបន្ទាប់មកក៏យើងនិយាយថា Thank you អរគុណណាបើគាត់និយាយស្វាគមន៍ហើយយើងប្រើពាក្យអរគុណនេះគឺជាការគួរសមនៅពេលដែលយើងចូលទៅកាន់ភោជនីយដ្ឋានបាទអញ្ចឹងបងប្អូនបន្តទៅម្ដងទៀតបន្ទាប់ពីការស្វាគមន៍រួចហើយចូលដល់ការសន្ទនាទី2នេះគឺអ្នកservis ហ្នឹងគាត់នឹងសួរយើងពីតុអញ្ចឹងគាត់និយាយថាម៉េច Do you want a table តើអ្នកត្រូវការតុមួយអត់បាទ Do you want a table បានយើងអ្នកទៅញ៉ាំអីនិយាយថា Yes please បាទត្រូវការឬមួយក៏ស្រីចាស់ត្រូវការហើយយើងដាក់ពាក្យ please មកខាងចុងហ្នឹងគឺជាការគួរសមបាទនិយាយទៅឲ្យវាសុភាពរាបសារបន្ទាប់មកទៀតគាត់ service ហ្នឹងគាត់និយាយថាម៉េច for one or two people បាទបងយកតុសម្រាប់មនុស្សម្នាក់ឬមួយក៏ពីរនាក់ណា for one or two people ជួនកាលយើងដើរទៅម្នាក់ឯងប៉ុន្តែមិត្តភក្តិយើងទៅតាមក្រោយឬមួយក៏ដៃគូយើងទៅតាមក្រោយអញ្ចឹងក៏គាត់ឃើញយើងម្នាក់ឯងអញ្ចឹងគាត់ក៏សួរថាយកតុសម្រាប់មនុស្សម្នាក់ឬមួយក៏ពីរនាក់បាទ for one people or two people ឬមួយក៏ឃើញយើងពីរនាក់តែម្ដងក៏គាត់និយាយថា two people បាទយកតែពីរនាក់មែនយកសម្រាប់ពីរនាក់មែនហើយយើងនិយាយថាអូខេអញ្ចឹងទៅតែសារគាត់ឃើញយើងទៅម្នាក់ហើយម្នាក់ទៀតអត់ទាន់ទៅដល់អញ្ចឹងក៏គាត់និយាយថា for one or two people បានយើងឆ្លើយថា for two people បាទសម្រាប់មនុស្សពីរនាក់ណា for two people ហើយបាន service ហ្នឹងគាត់និយាយថាម៉េច this way please បាទសូមអញ្ជើញមកតាមផ្លូវនេះមកណា this way please មានន័យថាគាត់នាំយើងទៅរកតុសម្រាប់មនុស្សពីរនាក់ណា this way please បាទអញ្ចឹងខ្ញុំប្រែម្ដងទៀត Do you want a table តើអ្នកត្រូវការតុមែនតុឬ Yes please បាទខ្ញុំត្រូវការ for one or two people បាទសម្រាប់តុសម្រាប់មនុស្សម្នាក់ឬមួយក៏ពីរនាក់ដែរ for two people បាទសម្រាប់ពីរនាក់ this way please បាទសូមមកតាមផ្លូវនេះមកអញ្ចឹងគាត់នាំយើងដើរទៅបាទអញ្ចឹងបងប្អូនមើលការសន្ទនាបន្តទៀតចូលដល់សន្ទនាទី3គឺតាក់ទងការកម្មង់អាហារបាទអញ្ចឹងអ្នករត់តុហ្នឹងបាទគាត់នឹងនិយាយមកកាន់យើងថា What do you want to eat បាទតើបងចង់ញ៉ាំអីដែរណា What do you want to eat បាទ eat ហ្នឹងវាញ៉ាំណា What do you want to eat បានភ្ញៀវហ្នឹងគាត់និយាយថាម៉េច I want fries បាទ I want fried rice បាទខ្ញុំចង់ញ៉ាំបាយឆាបាទ I want fried rice បាទ rice ហ្នឹងបាយ fry ហ្នឹងឆាបានឆារួចហើយអញ្ចឹង fried rice ហ្នឹងគឺបាយឆាបើចង់ញ៉ាំអីយើងចេះមុខម្ហូបយើងដាក់ហ្នឹងមក I want fried rice បានអ្នក service អ្នករត់តុហ្នឹងគាត់និយាយថាម៉េច Do you want chicken or beef តើបងចង់ញ៉ាំបាយឆាហ្នឹងបាយឆាសាច់មាន់ឬមួយក៏បាយឆាសាច់គោណា Do you want chicken or beef បាទ chicken ហ្នឹងគឺសាច់មាន់ beef ហ្នឹងគឺសាច់គោអញ្ចឹង Do you want chicken or beef តើអ្នកចង់ញ៉ាំបាយសាច់មាន់ឬមួយក៏សាច់គោខ្មែរយើងថាបាយចង់ញ៉ាំបាយសាច់មាន់ឬមួយក៏សាច់គោបានប៊ីនិយាយថា chicken please បាទយកបាយឆាសាច់មាន់មកបានអ្នករត់តុហ្នឹងគាត់និយាយថាម៉េចអូខេបាទបងហ្នឹងហើយអញ្ចឹងអូខេហ្នឹងគាត់យល់ព្រមអូខេហ្នឹងណាអញ្ចឹងម្ដងទៀត
What do you want to eat បាទតើបងចង់ញ៉ាំអីដែរ I want fried rice បាទខ្ញុំចង់ញ៉ាំបាយឆា Do you want chicken or beef តើបងចង់ញ៉ាំបាយឆាសាច់មាន់ឬមួយក៏សាច់គោ Chicken please ដាក់បាយឆាសាច់មាន់មកអូខេបាទបងអូខេនេះគឺជាការសន្ទនាទី3ឥឡូវបងប្អូនមើលការសន្ទនាទី4ជាបន្តទៀតចុចដល់ទី4នេះគឺការកម្មង់ភេសជ្ជៈអញ្ចឹងខាងសវិសហ្នឹងគាត់នឹងនិយាយមករកយើងថា What do you want to drink បាទបងចង់ញ៉ាំភេសជ្ជៈអីដែរបាទ What do you want to drink drink ហ្នឹងគឺភេសជ្ជៈណាតែនៅក្នុងនេះគឺជាកិរិយាសព្ទប្រែថាផឹកណា What do you want to drink បានប៊ីននិយាយថា I want water please បាទខ្ញុំចង់ញ៉ាំទឹកចង់និយាយថាដាក់ទឹកមកបានហើយណា I want water please បាទ water ហ្នឹងគឺទឹកបាទយើងចង់ដាក់កូកាដាក់អីយើងបានដាក់ mineral water អីយើងដាក់បានណាតែនេះទឹកណា I want water please ខ្ញុំញ៉ាំទឹកបានអ្នករត់តុនគាត់និយាយថាម៉េច cold or hot បងត្រូវការទឹកត្រជាក់ឬមួយក៏ទឹកក្តៅដែរបាទ cold or hot cold ហ្នឹងត្រជាក់ hot ហ្នឹងក្តៅណាបានអ្នកញ៉ាំហ្នឹងថាម៉េច cold please បាទសូមទឹកត្រជាក់មក cold please បានខាងអ្នករត់តុនិយាយថា sure បាទបងប្រកាសមានន័យថា sure ហ្នឹងស្មើ okay ស្មើ yes ដែរណាបាទអញ្ចឹងម្ដងទៀត What do you want to drink តើបងចង់ញ៉ាំតើបងចង់ផឹកភេសជ្ជៈអីដែរ I want water please ហ្នឹងហើយខ្ញុំយកទឹក cold or hot បងត្រូវការទឹកត្រជាក់ឬមួយក៏ទឹកក្តៅ cold please បាទយកអត្រជាក់មក sure បានបងអូខេឥឡូវយើងចូលដល់ការសន្ទនាមួយទៀតចូលដល់ការសន្ទនាទី5នេះគឺសួរពីអាហារអញ្ចឹងហើយខាងសវិសអ្នករត់តុកហ្នឹងគាត់នឹងសួរយើងថាចេះពេលដែលយើងពងញ៉ាំអាហារឬមួយក៏ញ៉ាំចិត្តរួចអញ្ចឹងណាថាម៉េច Is the food good បាទតើអាហារឆ្ងាញ់អត់បងហ្នឹងហើយអាហារក្នុងពូនិឋានគាត់ណា Is the food good បាទតើអាហារឆ្ងាញ់អត់ good ហ្នឹងល្អក្នុងបើសិនអាហារគឺឆ្ងាញ់ហ្នឹងហើយ Is the food good បាទ food ហ្នឹងអាហារហើយពេលអ្នកញ៉ាំហ្នឹងក៏ថាម៉េច Yes it is very good បាទវាឆ្ងាញ់ខ្លាំងណាអូខេស្អីចាឆ្ងាញ់ខ្លាំងហ្មង Yes it is very good ហើយបានអ្នករត់តុហ្នឹងថាម៉េច Do you like it តើបងចូលចិត្តវាអត់បាទអ្នកញ៉ាំហ្នឹងថាម៉េច Yes I like it បាទខ្ញុំចូលចិត្តវាឬមួយក៏ចាស់ខ្ញុំចូលចិត្តវាចូលចិត្តអាហារហ្នឹងបានអ្នករត់តុងថាម៉េច I'm happy to hear that ខ្ញុំរីករាយណាស់បងដែលបានឮដូចនេះបាទមានន័យថាអាហារឆ្ងាញ់បាទ I'm happy to hear that បាទ I'm happy ខ្ញុំសប្បាយចិត្ត to hear that ដែលឮអញ្ចឹងដែលឮនិយាយថាចូលចិត្តអញ្ចឹងណាឆ្ងាញ់អញ្ចឹងខ្ញុំប្រែម្ដងទៀតis the food good បាទអាហារឆ្ងាញ់អត់បង Yes it is yes it is very good បាទវាឆ្ងាញ់ខ្លាំងណាស់ Do you like it តើអ្នកចូលចិត្តវាអត់តើបងចូលចិត្តវាអត់ Yes I like it បាទខ្ញុំចូលចិត្តវា I'm happy to hear that អូខ្ញុំរីករាយណាស់បងដែលឮដូចនេះឥឡូវយើងចូលដល់ការសន្ទនាមួយទៀតបាទបន្ទាប់ពីញ៉ាំរួចហើយគឺស្នើសុំវិក័យប័ត្រដើម្បីគិតលុយអញ្ចឹងភ្ញៀវនឹងគាត់ថាម៉េច Can I have a bill please បាទខ្ញុំសុំវិក័យប័ត្រទូទាត់លុយតិចមកណា Can I have the bill please បានអ្នករត់តុកអ្នកសវិសហ្នឹងគាត់ថាម៉េច Yes here you are បាទនេះណែលោកឬមួយក៏ចានេះណែលោកនៅពេលដែលគាត់ហុចវិក័យប័ត្រមកឲ្យយើងណាពេលដែលយើងស្នើសុំអញ្ចឹងគាត់ទៅយកហើយទៅយកវិក័យប័ត្រហ្នឹងមកឲ្យយើងពេលគាត់គិតរួចហើយគាត់យកមកឲ្យយើងគាត់និយាយថា Yes here you are បាទនេះណែលោកបាទយើងមើលទៅហើយបន្ទាប់មកអ្នកញ៉ាំថាម៉េច Thank you អរគុណច្រើនបាទហើយបានB ហ្នឹងនិយាយថាម៉េច You are welcome
បាទសូមស្វាគមន៍បាទអញ្ចឹងខ្ញុំប្រែម្ដងទៀតcan I have the beer please បាទខ្ញុំសូមវិក័យប័ត្រតិចមក Yeah here you are អូនេះណែលោក Thank you អរគុណច្រើន You are welcome បាទអីទេបងឬមួយក៏សូមស្វាគមន៍បងអញ្ចឹងអ្នកសវិហ្នឹងគាត់និយាយជាការគួសមអញ្ចឹងឯងនៅពេលដែលយើងអ្នកទិញហ្នឹងគាត់អរគុណអញ្ចឹងទៅពេលដែលគេហុចកៃបាត់ហ្នឹងនិយាយរួមជាការគួសមនៅក្នុងពុទ្ធនិធានឥឡូវបងប្អូនមើលបន្តទៀតបាទនៅពេលដែលលាទៅវិញហ្នឹងគាត់ងើបទៅវិញហ្នឹងខាងសវីហ្នឹងគាត់និយាយថា thank you very much អរគុណច្រើនហើយបងណា thank you very much បានអ្នកញ៉ាំហ្នឹងថាម៉េច thank you អតិថិជនហ្នឹងថា thank you អរគុណបាទអរគុណវិញហើយបន្ទាប់មកខាងសវីហ្នឹងគាត់ថា see you next time បាទជួបបងពេលក្រោយទៀតណាបងបាទមកចាំលើកក្រោយមកទៀតណាបានប៊ីនិយាយថា see you bye ហ្នឹងហើយចាំមកទៀតលាសិនហើយក៏ចេញទៅអូខេម្ដងទៀត thank you very much អរគុណច្រើនហើយបងដែលបានមកញ៉ាំណា thank you អរគុណ see you next time ចាំជួបបងនៅពេលក្រោយទៀតណាមកម្ដងទៀតបាទ see you bye អូខេចាំជួបអ្នកម្ដងទៀតលាសិនហើយអូខេអញ្ចឹងថ្ងៃនេះគឺបងប្អូនបានរៀនការសន្ទនាតាក់ទងទៅនឹងភោជនីយដ្ឋានបាទអញ្ចឹងអរគុណបងប្អូនដែលបានតាមដាននៅការបង្រៀនភាសាអង់គ្លេសនៅលើ Channel PPT English បើសិនជាបងប្អូនចង់តាមដាននៅវីដេអូដែលអាប់ដេតថ្មីៗបាទសូមចុចលើប៊ូតុង Subscribe និងសញ្ញាកណ្ដឹងបាទសូមជម្រាបលាសូមអរគុណ